3 វិធីដកប្រាក់ពីម៉ាស៊ីន ATM AC Reader ដោយមិនប្រើប័ណ្ណតោះមកដល់ពីវិធីទី1ដកប្រាក់រហ័សតាម QR វិធីនេះងាយស្រួលខ្លាំងណាស់គ្រាន់តែ scan QR នៅលើទូ ATM ហើយវាចំនួនទឹកប្រាក់គឺអាចដកប្រាក់បានហើយដំបូងសូមចុច screen ម៉ាស៊ីន ATM រើសភាសារួចចុចដកប្រាក់រហ័សតាម QR បន្ទាប់មកបើក AC Super App ហើយ scan QR នៅលើ ATM បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវដកចុចទូទាត់ឥឡូវរួចចុចបាត់ចាស់ជាការស្រេចហើយសូមដកប្រាក់របស់បងប្អូនពី ATM វិធីទី2ដកប្រាក់រហ័សតាមលេខកូដបងប្អូនអាចចុចយកលេខកូដសម្ងាត់6ខ្ទង់នៅទីណាក៏បានដែរតាម AC Super App សូមចុចមេនុយដកប្រាក់រហ័សចុចដកប្រាក់ពី ATM រើសគណនីដកប្រាក់ចេញបញ្ចូលចំនួនទឹកប្រាក់ដែលត្រូវដកហើយចុចយល់ព្រមបងប្អូននឹងទទួលបានលេខសម្ងាត់6ខ្ទង់សម្រាប់ដកប្រាក់រួចទៅទីតាំង ATM ណាមួយគ្រាន់តែវាបញ្ចូលលេខសម្ងាត់នោះចូលទៅក្នុងទូ ATM គឺអាចដកប្រាក់បានហើយបន្ទាប់មកសូមរើសភាសាចុចលើដកប្រាក់រហ័សតាមលេខកូដបញ្ចូលលេខសម្ងាត់មាសរួចចុចបាត់ចាស់បញ្ចូលចំនួនទឹកប្រាក់ដែលបានស្នើក្នុង AC Super App ចុចបាត់ចាស់ហើយសូមដកប្រាក់របស់បងប្អូនពី ATM វិធីទី3ដកប្រាក់ដោយប្រើលេខទូរស័ព្ទដៃសូមជ្រើសរើសភាសាចុចដកប្រាក់តាម AC Reader Mobile បញ្ចូលលេខទូរស័ព្ទដែលចុះឈ្មោះ AC Super App ហើយចុចបាត់ចាស់បញ្ចូលលេខសម្ងាត់ AC Super App ចុចបាត់ចាស់រើសប្រាក់រៀលឬដុល្លារចុចប៊ូតុងផ្សេងៗរួចបញ្ចូលចំនួនទឹកប្រាក់រួចចុចបាត់ចាស់រើសគណនីសម្រាប់ដកប្រាក់សូមបញ្ចូលលេខ OTP ដែលផ្ញើសារទៅ AC Super App ចុចបាត់ចាស់ជាការស្រេចហើយសូមដកប្រាក់ពី ATM ករណីបងប្អូនដករហ័សតាម QR Code និង Quick Cash មួយថ្ងៃអាចដកបាន$1000ស្មើឲ្យ4លានរៀលហើយបើបងប្អូនដកតាម AC Super App មួយថ្ងៃដកបាន$5000ស្មើឲ្យ20លានរៀលវិធីទាំង3ខាងលើតើបងប្អូននឹងគិតថានឹងប្រើវិធីមួយណា AC Reader ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត